ទីមកផ្លូវជាតិលេខ 6A ហ្នឹងមកដល់ផ្អាវគឺយើងឃើញកន្លែងផ្លូវភ្លោះផ្អាវគឺមានគេលក់ហូរហែតាមផ្លូវដូចជាលក់ត្នោតលក់ស្ករទឹកត្នោតជូរទឹកត្នោតទឹកខ្មេះទឹកអីមានកំ pl ែខ្ញុំឃើញអញ្ចឹងក៏ឈប់ឡានដើម្បីទិញត្នោតទិញអីញ៉ាំហើយអ្នកកាប់ត្នោតនេះគឺជំនាញកាប់ហើយខ្ញុំឃើញគាត់កាប់ខ្ញុំស្រាវដែរដៃក្បិតគេហៅក្បិតបន្ទោះក្បិតនេះក្បិតត្នោតដាក់ក្នុងធុងទឹកកកឲ្យកកហ្នឹងហើយដាក់ទុំទឹកកកមុខអ្នកកាប់ហ្នឹងយកទៅឲ្យបាក់បកអីយកចេញមកអ្នកកាប់ងើបទីមើលពេលគាត់ហៅមុខអ្នកកាប់ងើបស្រស់ហ្នឹងស្រីខ្មែរយើងស្រស់ស្អាតចឹងឃើញអត់ថាលក់អៀនណាតាមដានេះមិនជាទៀតចាដាក់ដៃឡើងថតហើយនេះខ្ញុំមើលគាត់កាប់ត្នោតគឺជំនាញហ្មងនេះlàជំនាញញ៉ាំគាត់កាប់បកាយដៃគាត់បងនិយាយថាកុំបកាយប៉ុណ្ណឹងបានអត់កុំបកាយដែរអីឆ្លាតប៉ុណ្ណឹងបានអត់ដៃគាត់គឺជំនាញហ្មងកាប់ត្នោតដាក់ពួកដាក់គាត់លើខ្លាចមុខគាត់បាត់ត្នោតមុខទៅបកាយកាប់បន្តែនមកគាត់កាប់តែមួយផ្លែទេបានចង់មួយផ្លូនខ្ញុំដោយសារឃើញអញ្ចឹងខ្ញុំចូលទិញមួយផ្លូនហ្នឹងแล้วគាត់កំពុងកាប់ម៉ែកាប់យូរចង់ហ៊ានចូលទិញហ៎ចាម៉ែកាប់យូរចង់ហ៊ានចូលទិញហើយយូរពេកអ្នកទិញគេឃើញក្មេងទៅយ៉ាងណាមើលមួយថ្ងៃដែរចាំកាប់ថ្នោតមកពេញទៅខាងនេះអូខាងនេះខ្ញុំពេញតែគាត់នេះគឺមានលក់ខ្មេះទឹកត្នោតយើងញ៉ាំទឹកខ្មេះទឹកត្នោតល្អជាងទឹកខ្មេះដែលយើងផលិតដោយទីមីគឺអ្នកទិញក៏ដាក់ខ្ចីទេខ្ញុំមើលខុសទេមានអីមានច្រើនដែរអូពីនោះជីឡានទៅលើវាខ្ចីអត់ចូលមកតែអាចស្មាត់ទៅអត់បានទីឯងនៅថៃជឹងកន្លែងនេះគាត់មានគុកមួយនឹងគាត់កោស្ករត្នោតបាទឥឡូវគាត់ទំចាក់ទឹកត្នោតភ្លើងទំនេះទឹកត្នោតទំចាក់ចូលអត់តន់វាអត់តន់នេះទេអត់តន់ពុះផងឯណាជើកោទឹកត្នោតហ៎ប៉ិនគ្រាន់តែថាសម័យយើងបច្ចុប្បន្នកាលនេះកំពុងទឹកត្នោតយើងប្រើជ័របាទពីដើមយើងប្រើអាស័យយកមកអប់បាទហើយមានប្រពេលអីដាក់ចូលដើម្បីឲ្យទឹកត្នោតថ្លាល្អប៉ុន្តែពេលនេះគេប្រើកំពង់ជ័របាទគាត់ដុតហើយនេះឈើគាត់សម្រាប់កោត្នោតបកាត់ភ្លើងកោត្នោតបាទយើងនាំគ្នាជួយទិញផលិតផលខ្មែរយើងល្អបាទយើងឲ្យតម្លៃខ្មែរយើងផ្លែឈើផ្លាំខ្មែរយើងល្អគ្មានអ្វីល្អជាងរបស់ខ្មែរយើងទេបាទខ្មែរយើងល្អយើងញ៉ាំត្នោតបរិសុទ្ធអត់មានជាតិគីមីអីទាំងអស់ហើយកម្របានញ៉ាំណាតើតែមានរដូវកាលវាបានញ៉ាំបានមិនមែនតែញ៉ាំបានគ្រប់រដូវទេកាប់មើលទៅខ្លាចតែខ្លាចដៃគាត់ប្រកែកកាប់បាទសូមអរគុណនៅការទស្សនាវីដេអូខ្លីតែខ្លឹមបាទ
សូមអរគុណចំពោះអ្នកទស្សនានិងសូមជួយ comment ហើយនឹងជួយ subscribe YouTube ខ្ញុំផងដើម្បីឲ្យដំណើរការបាទហើយជួយ like និង share ផងបាទសូមអរគុណសូមជម្រាបលា